បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលមកកាន់ Channel សុភ័ក្រស្មាអនឡាញនៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកនិងបង្ហាញបងប្អូនពីរបៀបបង្កើត Channel Telegram Update ថ្មីឆ្នាំ2021សម្រាប់បងប្អូនអត់ទាន់ចេះបង្កើត Channel Telegram បងប្អូនអាចមើលវីដេអូនេះបានបាទឥឡូវបងប្អូនចូលមកកាន់កម្មវិធី Telegram រួចហើយវាមានទម្រង់បែបហ្នឹងបងប្អូនតែខ្ញុំសូមបិទបាំងព័ត៌មានខ្ញុំបន្តិចឲ្យបងប្អូនបាទបន្ទាប់មកបងប្អូនចុចពាក្យថា content ត្រង់កន្លែងហ្នឹង new content ហ្នឹងកន្លែងយើងបង្កើតជា account Telegram ថ្មីមួយទៀតប៉ុន្តែនៅក្នុង app តែមួយបងប្អូនហើយកន្លែង setting នេះកន្លែង account នេះកន្លែងយើងដូរឈ្មោះយើងចង់ដាក់ឈ្មោះអ្វីក៏បានដែរខាងលើនេះដែលមានឈ្មោះថា សុភ័ក្រ official ហ្នឹងហើយសម្រាប់បងប្អូនដាក់ឈ្មោះអីក៏ដាក់ទៅហើយត្រង់កន្លែង user name ហ្នឹងកន្លែងយើងបង្កើតជា username លេងបងប្អូនដាក់លេងលេខអក្សរលេខទៅវានឹងឲ្យយើងហើយត្រង់កន្លែងនេះកន្លែងឈ្មោះដូចខ្ញុំបញ្ជាក់បងប្អូនដដែលអញ្ចឹងហើយយើងអាចសរសេរជាពាក្យអ្វីមួយពាក្យឆ្លោកពលនីពីដែលយើងចង់សរសេរនេះខ្ញុំដាក់ចែករំលែកចំណេះដឹងបច្ចេកវិទ្យាទូទៅផ្សេងបាទឡូវបងប្អូនចុចថយវិញមកបងប្អូនចុច chat setting ត្រង់កន្លែងហ្នឹងកន្លែងយើងចង់ឲ្យអក្សរពណ៌អក្សរធំអក្សរតូចដូចថាយើងភ្នែកយើងមើលអក្សរឃើញអញ្ចឹងណាហើយកន្លែង private and security នេះកន្លែងហ្នឹងកន្លែងយើងវាមានមុខងារច្រើនដូចជា two step verify យើងចាក់សោពីជនដើម្បីកុំឲ្យមានជនខិលខូចចូល hack account យើងអញ្ចឹងបងប្អូនហើយត្រង់កន្លែង auto delete message នេះយើងអាចកំណត់បានពេលនរណាដូចថាយើងឆាតមួយវិណាអញ្ចឹងយើងចង់ឲ្យវា delete ដោយ auto កំណត់ថ្ងៃទីយើងចង់ដាក់ថ្ងៃខែឆ្នាំហើយកន្លែងផាសកូដ block នេះកន្លែងយើងដាក់លេខកូដបងប្អូនយើងដាក់លេខកូដទៅដូចយើងដោះសោទូរស័ព្ទអញ្ចឹងយើងដាក់លេខកូដចំនួន4ខ្ទង់មកបងប្អូនដាក់លេខកូដអីក៏ដាក់ទៅហើយត្រង់កន្លែងហ្នឹងយើងអាចចាក់សោដូចជាខ្ញុំចង់ភ្លេចដែរបងប្អូនក៏ជាស្អីមកដូចជាយើងយក account មកវិញអញ្ចឹងបងប្អូនហើយកន្លែងblock user ហ្នឹងយើងចង់ block នរណាមួយយើងអាចចូល block ហ្នឹងបានហើយត្រង់កន្លែងមួយទៀតចុងក្រោយគេនេះកន្លែងយើងចូលឆែកមើលក្រែងមានថាចូល hack account អញ្ចឹងហើយវាមានឈ្មោះម៉ាកជាទូរស័ព្ទនៅក្នុងនេះយើងអាចដកចេញបានហើយត្រង់កន្លែង phone number នេះ my content នេះហើយយើងចង់ឲ្យគេឃើញលេខទូរស័ព្ទយើងដាក់ everybody នេះមកឬមួយ my content នេះឬមួយ nobody នេះយើងដាក់អាក្រោមគេនេះគេមិនអាចមើលឃើញទេបងប្អូនហើយត្រង់កន្លែងហ្នឹងក៏ដូចគ្នាយើងចង់ឲ្យគេឃើញយើងបើក online ឬមួយមិនចង់ឲ្យឃើញ online យើងអាចជ្រើសរើសយកអាក្រោមគេទាំងអស់នេះក៏បានឬមួយកណ្ដាលគេនេះហើយកន្លែង profile photo នេះយើងអាចជ្រើសរើសដូចគ្នាបងប្អូនចង់យកមួយណាក៏បានដែរប៉ុន្តែបើសិនបងប្អូនចង់ឲ្យឃើញបងប្អូនយកអាក្រោមគេអាទី3ហ្នឹងមក nobody ហ្នឹងមកហើយកន្លែង cover message នេះយើងមិនចង់ឲ្យគេចុចលើអាឈ្មោះឬមួយគេ cover ឈ្មោះយើងទៅឲ្យអ្នកផ្សេងកុំឲ្យគេស្ដាប់កើតអញ្ចឹងបងប្អូនហើយកុំឲ្យគេឆាតvớiយើងអញ្ចឹងណាខ្ញុំបញ្យល់បងប្អូនខ្លះពីមុខងារ Telegram ដែលបងប្អូនទៅតែបង្កើតថ្មីហើយកន្លែង nobody នេះកន្លែងនេះយើងអាចបិទបើកកុំឲ្យគេ call ចូលយើងឬមួយយើងចង់ឲ្យគេ call ចូលយើងយកអាក្រោមគេមិនឲ្យគេ call ចូលយកអាក្រោមគេហ្នឹងមកហើយកន្លែងហ្នឹងដូចគ្នា
បើបងប្អូនមិនចង់ឲ្យគេតាក់ទង call យើងឬមួយគេ add យើងចូល Telegram បងប្អូនយល់ nobody ខាងក្រោមគេនឹងមកអស់មកបាទហើយត្រង់កន្លែងនឹងមួយទៀតយើងអាចបិទបើកកុំឲ្យវាកន្លែងនេះបងប្អូនចង់បើកទាំងអស់ក៏បានប៉ុន្តែវាឆាប់ពេញ memory យើងអញ្ចឹងពេលយើងចុចចូលមើលរូបភាពវា load ឲ្យយើងបង្ហាញយើងដល់អូតូបើយល់ល្អបងប្អូនបិទមកហើយកន្លែងclear cache ជូសៀងហ្នឹងបងប្អូនចុច clear cache មកដើម្បីយើងសម្អាតមេរោគចេញហើយបងប្អូនចុច clear cache អក្សរខាងអក្សរពូខហ្នឹងមកហើយកន្លែងហ្នឹងដូចគ្នា data using ហ្នឹងបងប្អូនចុច reset មកឆាត my file នេះខ្ញុំអានខុសបងប្អូនស្រួលហើយត្រង់កន្លែងហ្នឹងក៏ដូចគ្នាយើងអាចយើងដូចថាមានពីណាចូល hack account យើងអាចដកចេញហើយកន្លែងហ្នឹងកន្លែងយើងកំណត់ឲ្យវា C% ថ្មកន្លែងដូចកន្លែងយើងដូរជាភាសាសម្រាប់យើងជនជាតិខ្មែរយើងយកអក្សរអង់គ្លេសមកតែវាអត់មានអក្សរខ្មែរទេហើយត្រង់កន្លែងនេះ profile កន្លែង profile នេះកន្លែងខ្ញុំបានបង្ហាញបងប្អូនហើយយើងអាចតាំងដូររូបភាពបាទឥឡូវយើងចូលមកកាន់ account Telegram យើងវិញបងប្អូនចុចកន្លែងសញ្ញាលេខបូកខាងក្រោមខាងស្នាមដៃរួចហើយវាមានដូចជា new group ហើយបងប្អូនបំពេញឈ្មោះមកបើសិនបងប្អូនចង់បង្កើតក្រុមឥឡូវយើងបង្កើតជា channel Telegram យើងចុច new channel មករួចហើយបងប្អូនបំពេញឈ្មោះមកបងប្អូនចង់ដាក់ឈ្មោះក្រុមយើងជាក្រុមអ្វីបងប្អូនដាក់មកហើយដាក់ក្រុមឲ្យពីរោះហើយមានភាពតាក់ទាញមកបាទហើយខ្ញុំសូមបំពេញឈ្មោះក្រុមខ្ញុំសិនហើយខ្ញុំសូមបិទបាំងបន្តិចហើយខ្ញុំបង្កើតជាក្រុម channel Telegram ផ្លូវការដែរប៉ុន្តែខ្ញុំសូមលាក់មិនឲ្យបងប្អូនឃើញហើយបើសិនណាបងប្អូនមើលមិនយល់ទេបងប្អូនសារចុះសារឡើងបងប្អូននឹងមើលយល់ហើយបាទរួចហើយបងប្អូនសរសេរឈ្មោះហើយបងប្អូនចុចសញ្ញាគ្រីសខាងលើនឹងមកហើយយើងអាចជ្រើសរើសជា private channel public channel មានន័យថាយើងបើកឲ្យគេឃើញទូទាំងប្រទេសហ្នឹងគេ search ទៅឆាប់ឃើញឈ្មោះ channel យើងអញ្ចឹងហើយកន្លែងនេះកន្លែងយើងបង្កើតជា link public ជាសាធារណៈបងប្អូនហើយបងប្អូនដាក់លេខទីអីមកហើយដោយសារខ្ញុំគ្រប់ច្រើនវាអត់ឲ្យបង្កើត link ទេបាទឥឡូវខ្ញុំបើកជា private channel បងប្អូនចុចយក A ទី2ហ្នឹងមកហើយត្រង់កន្លែងនេះ
កន្លែង link យើងអាច copy ឬមួយក៏ share ទៅកាន់បងប្អូនមិត្តភ័ក្តិបានរួចឲ្យបងប្អូនចុចគ្រីសរួចឲ្យបងប្អូនចុចសញ្ញាបាញ់ព្រួយមកខាងស្នាមដៃនឹងមកអូខេឥឡូវយើងបង្កើតបាន channel Telegram មួយហើយបងប្អូនយក link យកអីយកទៅតម្លាក់ឲ្យបងប្អូនjoinចូលមកហើយវាមានមុខងារផ្សេងជាច្រើនត្រង់កន្លែងហ្នឹង